នេះគឺជាថ្នាក់រៀនរបស់ខ្ញុំហើយក្នុងមួយសប្តាហ៍ខ្ញុំរៀនតែក្នុងមួយថ្ងៃទេគឺថ្ងៃអង្គារដោយសារតែមិត្តភ័ក្តិគាត់ចូលចិត្តអង្គុយក្រោយគាត់តែចូលចិត្តអង្គុយមុខទេអញ្ចឹងវានៅមុខតិចហើយនៅទីនេះគឺរៀនជាភាសាអង់គ្លេសហើយខ្ញុំមករៀនតែដូរតំណែងគ្នាទៅវិញទៅមកដោយសារតែ farm ខ្ញុំគឺធ្វើតែតួនៅបន្លែអញ្ចឹងខ្ញុំយកបន្លែយកមកដូរដូចជាផ្លែចេកហើយជាមួយនឹងប៊ឺហើយជាមួយនឹង passion ជាដើមហើយមានផ្លែក្រូចមានអីចឹងយើងយកដូរគ្នាទៅវិញទៅមកហើយខ្ញុំមកដល់នេះគឺខ្ញុំរាប់បានជាមួយនឹងមិត្តភ័ក្តិវៀតណាមហើយជាមួយនឹងខ្មែរយើងស្គាល់គ្នាបានច្រើនមែនទែនដោយសារតែយើងស្គាល់បានច្រើនហ្នឹងកន្លែងធ្វើការក៏ខុសៗគ្នាដែរពេលយើងមករៀនយើងយកតំណែងផ្សេងៗយកមកដូរគ្នាដូចជាផ្លែចេកផ្លែក្រូចផ្លែប៊ឺផ្លែដូចជាតំណាំយើងជាស្ពៃដូចផ្លាក់ខ្ទឹមផ្លាក់អីហ្នឹងគឺយើងយកដូរគ្នាទៅវិញទៅមកដើម្បីកាត់បន្ថយក្នុងការចំណាយអញ្ចឹងណាហើយនេះវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរ